សាច់រឿងយើងវិញទៀតណាតែកាត់ឲ្យឃើញរទេះសេះមួយឈុំនៅពីមុខមានក្រែតដែលបានខាញ់ឃើញថាមានបំរើជាច្រើនហ្មងចាំទទួលស្វាគមន៍ចង្វាយនាងរបស់គេទូប្រាប់បើយើងបានចោលពីរទេះសេះអញ្ចឹងណាហើយទូប្រាប់បើយើងបានដោះស្រោមដៃទៅឲ្យអ្នកបំរើរបស់គាត់កាន់និយាយទៅទឹកមុខទូប្រាប់បើយើងពេលហ្នឹងគួរខ្លាចខ្លាំងមែនតើហ្មងណាបើយើងបានឆ្ងល់ជាខ្លាំងតាមពន្លឺពណ៌ខៀវខ្ចីហ្នឹងគឺជាអ្វីពេលនោះស្រាប់តែចិញ្ចៀនទូស្រីរបស់យើងរៀបនឹងបើកហើយប៉ុន្តែមាននរណាម្នាក់បើកទ្វារពេលនោះដែរទ្វារក៏បានបើកដែលបង្ហាញឃើញជើងទូប្រុសរបស់យើងនឹងឯងទូប្រុសរបស់យើងបានដើរចូលទៅក្នុងបន្ទប់ឬក៏បានដោះអាវប្រុសរបស់យើងរំពេចហ្នឹងគាត់ដើរដល់អាកន្លែងដែលទូស្រីរបស់យើងនឹងលាក់ខ្លួនឲ្យទូប្រុសរបស់យើងហ្នឹងក៏បានទូទានអញ្ចឹងហើយទូប្រុសរបស់យើងក៏បានធ្វើការដោះអាវទូស្រីរបស់យើងពិតជាការមានការភិតភ័យខ្លាំងមែនតើហើយចង្រៃអាផ្សែងទៀនហ្នឹងវាត្រូវមករុំចំអស់មួយទូស្រីទៀតទូស្រីពិតជាពិបាកដកហើមខ្លាំងមែនតើហ្មងតែការឃើញថាទូស្រីពេលហ្នឹងគាត់ផាំងខ្លាំងមែនតើហើយព្រោះបកគាត់ក៏ក្រហមដែរដោយសារតែទូប្រុសរបស់យើងបានធ្វើការដោះខ្សែក្បាត់អញ្ចឹងណាហើយទូប្រុសរបស់យើងក៏បានទម្លាក់វាចុះទៅដីព្រោះយើងហ្នឹងអាការៈភ័យក៏វាឡើងភ័យវាទៅជាហើយមុខរបស់ទូប្រុសយើងពេលហ្នឹងអូយសិចទៅហាវយើងក៏តែឃើញថាទូប្រុសរបស់យើងក៏បានឈរនៅកន្លែងចឹងមួយយើងអត់ដឹងថារូបគំនូហ្នឹងរូបណាគេហើយ Oh my god ទូប្រុសរបស់យើងរោគចិត្តសាហាវហ្មងកាន់ខ្លាំងហ្មងគ្រាន់តែមើលរូបគំនូសោះក៏មានអារម្មណ៍ដែរតួស្រីវិញនឹងភាំងហ្មងព្រោះអីគ្នាជាក្មេងស្រីស្លូតបុត្រភាពរូបសាមដែលខាងទិដ្ឋភាពបែបហ្នឹងផងពេលនោះតួប្រុសរបស់យើងមិនដឹងថានរណាម្នាក់កំពុងកំពុងក្នុងបន្ទប់ហ្នឹងតួស្រីរបស់យើងភ័យយយម៉ែក្នុងចិត្តហ្នឹងបានទៅថាគុណម៉ែគុណឪជួយប្រាប់អំពេញនោះឃើញភ្នែករបស់ទូប្រុសរបស់យើងក៏បានសម្លឹងមកទូស្រីហ្មងវាចង់ស៊ីសាច់ខុតឈាមហ្មងពេលនោះទូប្រុសរបស់យើងក៏បានចាប់ជើងទូស្រីអូសចេញទៅក្រៅហ្មងមើលរូបខ្លួនឯងហើយទៅមកទូប្រុសរបស់យើងក៏បានបោកសក់ទូស្រីហ្មងទូប្រុសរបស់យើងខំសម្បាខ្លាំងដូចឆ្កែឈួតចូលក្នុងខ្លួនអញ្ចឹងទូប្រុសរបស់យើងក៏បានចាប់បោកសក់ទូស្រីអូសយកទៅហ្មងណានិយាយទៅមនុស្សនឹងសាហាវហ្មងគ្រួមកថោងហើយទូស្រីរបស់យើងវិញខំវល់ទាំងទឹកភ្នែកអាហេមអាហាមក្រិកក្លាក់សូមឲ្យទូប្រុសដោះលែងទូប្រុសរបស់យើងពេលហ្នឹងក៏ចាប់អារម្មណ៍ទូស្រីក៏បានចាប់មុខទូស្រីហើយឲ្យទូស្រីហ្នឹងបើកភ្នែកមកហើយទូស្រីរបស់យើងក៏បានបើកភ្នែកមែនដល់ពេលឲ្យទូស្រីពូប្រាប់របស់យើងហ្នឹងក៏គិតថាមុខរបស់ទូស្រីហ្នឹងដូចជាប្រពន្ធរបស់គាត់អញ្ចឹងហើយគាត់ហ្នឹងក៏បានរបៀបថានឹកឃើញអារឿងប្រពន្ធរបស់គាត់អញ្ចឹងហើយទូស្រីរបស់យើងអាភ័យទៅជាអៀនវិញបាល់យកបើយើងវិញ្ញាណឆ្ងាយឈួតហ្នឹងបានចេញពីខ្លួនគាត់អញ្ចឹងហើយគាត់ក៏បានខំឲ្យទូស្រីហ្នឹងដេកមួយគាត់ទៅគិតអីខាងខ្លួនហ្នឹងគិតអីហើយទូសួរស្អីបើយើងអត់ព្រមទេតែទូប្រាប់ថានាងមិនខ្លាចភ្នែករបស់ខ្ញុំទេខណៈពេលហ្នឹងដែរទូស្រីរបស់យើងអាលៀមដូចអេដមីនអញ្ចឹងហក់ទៅថប់ទូប្រុសតែត្រូវទូប្រុសបដិសេធចាប់ច្បាច់កទូស្រីរបស់យើងខំស្រែកឲ្យគាត់លែងផងប៉ុន្តែគាត់រៀបដូចមនុស្សឈួតអញ្ចឹងពេលនោះដែរទូប្រុសរបស់យើងក៏ហក់ថាប់ទូស្រីវិញអញ្ចឹងនិយាយទៅទូប្រុសរបស់យើងដូចមិនសូវមិនទេដូចបានតែ9យើងមើលទៅមុខទូស្រីទៅក៏ដឹងថាចិត្តមែនតើ